បងប្អូនសួស្តីទាំងអស់គ្នានេះជាសាឡម្ជូរខ្មែររបស់យើងណាអញ្ចឹងដំបូងគឺយើងដាំទឹកឲ្យពុះណាបន្ទាប់មកពុះហើយយើងយកប្រហុកជ្រុំទៅចាក់ទឹកចូលចាក់ទឹកប្រហុកចូលទៅឲ្យអស់ប្រហុកហ្នឹងយើងនេះសាឡម្ជូរវាឲ្យរលាយចូលទឹកទៅយើងចាក់ចូលហើយយើងបន្ទាប់មកឲ្យរាវពុះទៅយើងដាក់ត្រីកាត់ជាកង់ជួយកង់ហ្នឹងដែលយើងកាត់កង់រួចហ្នឹងដាក់ចូលទៅក្នុងថ្ងៃអត់មើលប៉ាធ្វើយើងធ្វើទៅឃើញយើងរៀនធ្វើតទៅពីដាក់ត្រីហើយអញ្ចឹងទៅយើងដាក់ក្របវាឲ្យពុះត្រីហ្នឹងឲ្យឆ្អិនទៅបន្ទាប់មកយើងដាក់តកួនដែលយើងកាប់ដំវាហើយយើងកាប់វាទៅកាត់ជាកង់ហ្នឹងរួចទៅយើងដាក់ចូលយើងលាងទឹកឲ្យស្អាតហើយយើងដាក់ចូលបន្ទាប់មកយើងក្របឲ្យពុះយូរបន្តិចចឹងទៅបន្ទាប់មកយើងយើងដាក់តកួនហ្នឹងយើងគ្របឲ្យវាឆ្អិនតកួនហ្នឹងទៅបន្ទាប់មកយើងយកអំបិលជូរយកមកដាក់ទឹកហ្នឹងកូរឲ្យវាចេញជាតិជូរអំបិលហ្នឹងហើយយើងចាក់ជ្រូកចូលថ្ងៃក្នុងហ្នឹងទៅដើម្បីឲ្យវាជូរអញ្ចឹងជូរតកួនញ៉ាំត្រីខ្លះអញ្ចឹងដល់ពេលយើងដាក់រួចហើយនៅយើងមើលទៅវាឆ្អិនតកួនហើយយើងចាំដាក់មកអមចូលអញ្ចឹងណាហើយអញ្ចឹងយើងភ្លក់រៀងជូរល្មមអញ្ចឹងទៅគឺឆ្ងាញ់អញ្ចឹងជូររៀងខ្លាំងតិចដើម្បីឲ្យវាឆ្ងាញ់អញ្ចឹងណាហើយបើវាចេញយើងដាក់នៅពេលដែលយើងដាក់ត្រីយើងដាក់ត្រីនេះសាឡម្ជូរតកួនnày rồi chui tật cuốn chết thơ ở hả ngày ấp mưa pha thơ dương thơ tới hình dương hiện thơ